តើជំងឺមហារីកស្បែកគឺជាជំងឺធ្ងន់ធ្ងរនិងប៉ះពាល់ដល់អាយុជីវិតរបស់យើងដែរឬទេហើយតើយើងគួរតែកត់សម្គាល់នៅរោគសញ្ញានៅលើស្បែកថាវាជាជំងឺមហារីកដោយវិធីណាខ្លះជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទវិជ្ជបណ្ឌិតវេសុធាឯកទេសជំងឺសើស្បែកនិងប្រឆាំងភាពចាស់ដែលបម្រើការនៅមន្ទីរពេទ្យអន្តរជាតិ Orinda លោកអ្នកអាចពិនិត្យនិងសង្កេតស្បែករបស់ខ្លួនឯងបានតាមរយៈទី1គឺការលេចឡើងនៅប្រជ្រយណាមួយនៅលើដងខ្លួនរបស់លោកអ្នកមិនប្រក្រតីដែលវាមានបំរែបំរួលខុសពីធម្មតាដូចជាមានបំរែបំរួលទៅលើរូបសន្តានពណ៌និងទំហំជាដើមលើពីនេះទៅទៀតបើសិនជាមានដំបៅនៅលើដងខ្លួនរបស់យើងនៅកន្លែងណាមួយដែលវាមានសភាពហូរឈាមរិចជាប់គ្នារហូតលើសពី2ទៅ3សប្តាហ៍ហើយនៅតែមិនទាន់ជាសះស្បើយល្អទៀតវាក៏ជារោគសញ្ញាមួយដែលយើងគួរតែកត់សម្គាល់ផងដែរឬមួយក៏មានដូចជាដុំសាច់តូចៗដោះនៅលើស្បែករបស់លោកអ្នកច្រើនខុសពីធម្មតាដែលវាមានសភាពគ្រើមវាអាចមានពណ៌លឿងពណ៌ក្រហមឬមួយក៏ពណ៌ក្រហមខ្មៅជាដើមទាំងនេះក៏វាជាផ្នែកមួយនៃរោគសញ្ញាផងដែរយោងតាមការសិក្សាបើសិនជាលោកអ្នកត្រូវបានរកឃើញថាមានជំងឺមហារីកស្បែកនៅដំណាក់កាលដំបូងនិងទទួលការព្យាបាលឲ្យបានត្រឹមត្រូវដោយវេជ្ជបណ្ឌិតឯកទេសសើស្បែកឲ្យបានច្បាស់លាស់នោះឱកាសរបស់លោកអ្នកអាចលើសពី 95% ដែលអាចជៀសផុតពីជំងឺមហារីកស្បែកបានបើសិនជាលោកអ្នកប្រទះជួបនៅរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាទាំងឡាយដែលខ្ញុំបានរៀបរាប់ខាងលើនេះសូមកុំទាន់មានការព្រួយបារម្ភអីលោកអ្នកគ្រាន់តែមកពិនិត្យនិងពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតសើស្បែកដែលយើងធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវជាមុនសិន